សួរអ្នកនរគ្នាចឹងថ្ងៃហ្នឹងពួកខ្ញុំនឹងនាំអ្នកនរគ្នាទៅមើលអំពីមធ្យោបាយធ្វើដំណើរនៅក្នុងប្រទេសចិនចឹងទៅមួយពួកយើងអ្នកនរគ្នាចឹងអ្នកនរគ្នាគឺ transportation ទី1របស់យើងគឺ bus ដោយ bus ហ្នឹងគឺពួកខ្ញុំដំបូងហ្នឹងគឺយើងត្រូវចូល A map ហើយតមកយើងត្រូវរើសកន្លែងដែលយើងចង់ទៅហើយជិះកន្លែងនេះហើយនេះគឺ less walking ចឹងបានន័យថាយើងជិះតែមក stop ហ្នឹងគឺដល់យកហ្មងនេះកន្លែងដែលយើងចង់ទៅហើយ stop គេគឺនៅមុខហ្នឹងហ្មងហើយbus យើងគឺលេខ715ដោយ715យើងអាចមើលបានតាមនេះឬមួយក៏តាមនេះដោយនេះគឺនៅសល់2 stop ទៀតបានគេមកដល់អ្នកនរគ្នាដើម្បីចូលជីបហ្នឹងយើងត្រូវចូល Alipay មួយក៏ WeChat ហើយបន្តមកចូល transportation ហើយនេះគឺជាសម្រាប់ bus ហើយ metro អញ្ចឹងដោយសារយើងជីបយើងត្រូវ check កន្លែង bus នេះហើយយើងត្រូវ activate QR នេះដោយសារតែអ្នកដំបូងអញ្ចឹងគេត្រូវ activate ហើយអ្នកពួកខ្ញុំប្រើបានយូរអញ្ចឹងគឺម្ដងនេះគេឲ្យ QR code មកឬមួយក៏យើងអាចប្រើ bank កាត់បាន去哪成功？银行卡交易成功。អូខេអ្នកនរគ្នាឥឡូវយើងទៅដល់ transportation ទី2គឺ bike ដោយយើងត្រូវចូល Alipay ហើយតមកយើងត្រូវ scan QR នៅកន្លែងនេះយើងអាចប្រើ Vision អីហើយមួយក៏ Meitron អីក៏បានដែរតែពួកខ្ញុំប្រើភាគច្រើនគឺ Alipay ហ្នឹងហើយភាគច្រើននេះ 1.5 ហើយខ្លះគឺ 1.6 តម្លៃតាមកង់ពេលកង់ហើយយើងចុចទៅនេះលើអញ្ចឹងហើយយើងអាចជីកបានចឹងអ្នកនរគ្នាយើងជីកហើយឥឡូវយើងត្រូវដល់ពេលដាក់កង់វិញយើងជីកបាន13នាទីហើយអស់ 1.5 អញ្ចឹងទៅកន្លែងនេះហើយតោះមកយើងត្រូវ pay លុយអូខេអ្នកនរគ្នាអញ្ចឹងយើងមកដល់ transportation ទី3ដល់ transportation ទី3ហ្នឹងគឺយើងជីត្រាំនេះពីកំពង់ជីមកហ្នឹងហើយដើម្បីជីត្រាំហ្នឹងយើងត្រូវចូល transportation ទៅដែរហើយតោះមកយើងចូលកន្លែង bus ហើយ switchនេះហើយតមកនេះយើងធ្វើគង់គូ street car code យើងចុច right now ទៅប៉ុណ្ណឹងឬមួយក៏យើងអាចប្រភេទទៀតយើងអាចបង់លុយហើយយើងចុចកន្លែងដែលយើងចង់បានអូខេអ្នកនរគ្នាចឹងយើងមកដល់ transportation ទី4ដោយ transportation ហ្នឹងគឺ metro ដោយទី1វិធីទី1គឺយើងអាចទិញកាក់ដោយប្រើ WeChat Weixin ហើយ bank អីជាដើមបានឬមួយក៏យើងប្រើជា cash ហើយឬមួយក៏ទី2គឺយើងអាចប្រើតាម Alipayហើយតោះមកយើងចូល transportation ចូល metro ហើយដើម្បីដឹងពីកោដដៅអីចឹងយើងអាចមើលតាម A map ដដែលគឺនេះ line 2ហើយយើងទៅពីណាទៅណាហើយតម្លៃគឺតាមពុកឯងដែលយើងទៅចឹងអ្នកនរគ្នាយើងមកដល់ metro ហើយដោយ metro ហ្នឹងគឺយើងយក line 2ហើយ line 2ហ្នឹងគឺវាមាន2ដោយមួយគឺទៅពីច្រើនចាស់ហើយមួយទៅពីច្រើនចាស់អញ្ចឹងយើងត្រូវមើលខាងលើហ្នឹងថាយើងទៅណាឧទាហរណ៍បើថានេះយើងកោដៅក្រហមហ្នឹងគឺរបស់យើងហើយតោះមកយើងត្រូវទៅ Optic Valley Square នេះអញ្ចឹងយើងត្រូវចាំmetro មកចេះហើយតោះមកបានយើងឡើងហើយយើងឈប់តាមតំណហ្នឹងដូចជាយើងត្រូវជិះពី1 2 3 station អូខេអ្នកនរគ្នាអញ្ចឹងនៅពេលដែលយើងចេញយើងត្រូវយក QR នេះមក scan ជាមួយនឹងផ្លូវចេញអញ្ចឹងវីដេអូហ្នឹងបានមកដល់ទីបញ្ចប់ហើយសង្ឃឹមថាវីដេអូហ្នឹងអាចនឹងជួយអ្នកនរគ្នានៅពេលដែលអ្នកនរគ្នាធ្វើដំណើរកម្សាន្តមកប្រទេសចិនឬក៏មកសិក្សានៅប្រទេសចិនជម្រាបលាអរគុណបាយ